ជ្រាបសួរសួស្តីអ្នកគ្នាជាដំបូងគឺអត់មានសូមអធិស្ឋានទៅកាន់គ្នាយើងដោយចាំភាគ2យូរមែនតើហើយក៏សូមអធិស្ឋានដែរបើសិនជាវីដេអូហ្នឹងអេដមីនផ្កាច់ឬក៏និយាយអត់សូវច្បាស់និយាយអត់សូវលឺសារឥឡូវយប់ទៀតហើយអញ្ចឹងអេដមីនធ្វើវីដេអូកាលតែពេលយប់ហើយពេលថ្ងៃក្តៅខ្លាំងណាស់អ្នកគ្នាអេដមីនគួយលងបន្ទប់ហ្នឹងចាស់ឡើងដូចចូលក្នុងឡដូចនំប៉ាវចំហុយហើយឥឡូវអេដមីនសូមលឹកសាច់រឿងតិចដោយភាគមុនហ្នឹងយើងដឹងហើយថា Gabriel គឺគាត់បានភ្នាល់គ្នាជាមួយនឹង Metron ហើយយើងឃើញថាគាត់នឹងភ្នាល់ធំមែនទែនភ្នាល់សឹកដាក់ខ្លួនឯងទៀតចាស់ដាក់គ្រប់យ៉ាងហ្មងអញ្ចឹងយើងគិតបានថាបើសិនជាវាស្រួលអញ្ចឹងតែ Gabriel ហ៊ានដាក់ធំនៅថ្នាក់ហ្នឹងហើយវាបាត់ជាមានអីនៅក្រោយហ្នឹងហើយចឹងបើសិនជាយើងចង់ដឹងចាតោះចូលទៅភាគថ្មីហ្មងទៅបើក្បាលភាគ1មកភ្លាមយើងក្បាលឃើញឋាននរកភ្លាមហ្មងចាគ្នាយើងមើលសរៃស្រង់កន្លែងទុកឲ្យហើយទៅយើងសាងបាបច្រើនខ្លាំងហើយដោយសារហងៃហ្នឹងយើងមើល BL យើងមើលសរៃស្រង់ហើយយើងទៅដល់ឋាននរកជុំគ្នាហ្នឹងយើងដាក់វងមួយអង្គុយនិយាយគ្នាចាហើយនឹងមើលរឿងតយើងក៏បានឮសំឡេងក្មេងប្រុសម្នាក់ក៏បានស្រែកហើយយើងឃើញថាមានអរិយក្មេងៗចំនួន3នាក់ហ្នឹងគឺបានព្រួតគ្នាធ្វើបាបទៅកាន់អរិយម្នាក់ប៉ុន្តែយើងមើលទៅកាន់គាត់ទៅដូចជាមិនមែនជាអរិយទេប៉ុន្តែគាត់បែរជានៅឋាននរកទៅវិញហើយយើងមើលទៅកាន់គាត់ពិតជាភ័យញ័រមែនតើហើយបើយើងមើលទៅកាន់ក្នុងអាវគាត់យើងឃើញថាដូចជាមានអ្វីហើយគាត់ក៏ព្យាយាមការពារវាផងដែរឥឡូវនេះអរិយក្មេងៗទាំង3ហ្នឹងកំពុងតែធ្វើការទាត់ធាក់ទៅកាន់ក្មេងប្រុសម្នាក់ហ្នឹងដែលបាននិយាយទៅកាន់គេថាឲ្យគេហ្នឹងគឺទៅស្លាប់ទៅគេគឺជាសត្វបក្សីដ៏គួរខ្ពើមហើយក៏បានឲ្យគេហ្នឹងឆាប់ចេញពីឋាននរកហ្នឹងទៅហើយពួកគេក៏បានធ្វើនៅសកម្មភាពផ្សេងៗដូចជាចាប់បោករោមនិងជន់នៅស្លាបរបស់ក្មេងម្នាក់ជាដើមបន្ទាប់ពីបានធ្វើបាបក្មេងហ្នឹងឆ្អែតឆ្អន់ហើយពួកគេក៏បបួលគ្នាត្រឡប់ទៅវិញដោយនិយាយថាពួកគេនឹងត្រឡប់មកវិញម្ដងទៀតហើយពួកគេក៏បាននិយាយដែរថាភ្នំភ្លើងគឺចិត្តផ្ទុះហើយឆ្ងល់ថាតើក្មេងម្នាក់ហ្នឹងនឹងត្រូវភ្លើងដុតអត់ហើយពេលហ្នឹងក្មេងម្នាក់ហ្នឹងក៏បាននិយាយផងដែរថាវាឈឺណាស់ម៉ាក់វាពិតជាឈឺណាស់ឈឺខ្លាំងណាស់ម៉ាក់ហើយយើងក៏បានឃើញថាមានស្លាបយ៉ាងធំរបស់ទេវតាមួយអង្គគឺបានចុះមកហើយម្នាក់នោះគឺជាមេតារ៉នដែលគាត់បាននិយាយថាក្មេងប្រុសកំសត់ហើយយើងឃើញថានៅពេលដែលគាត់ចុះមកគឺថាពលឺជះពេញឋាននរកជះឡើងចាំងពេញមុខម៉ាមុនយហ្មងហើយវាក៏ជាហេតុដែលធ្វើឲ្យម៉ាមុនដឹងខ្លួនផងដែរហោះកុំតកម្រើកអីវាអាចនឹងធ្វើឲ្យឯងឈឺបានឈ្មោះរបស់ឯងគឺគាត់និយាយមិនតាន់ចប់ផងម៉ាមុនក៏បានកាត់គាត់បានហៅគាត់ថាម៉ាក់ហើយកូនពូដែលគាត់ខំការពារហើយនៅជាប់ខ្លួនគាត់មួយថ្ងៃហ្នឹងក៏បានចេញមកហើយសម្លឹងមើលទៅកាន់ម៉ាតារ៉នដោយកែវភ្នែកបេះដូងហ្មងម៉ាតារ៉នលឺចឹងគាត់ឡើងទៅសាយពេញខ្លួនយកហ្មងចាគាត់មួម៉ៅខ្លាំងក៏បានសួរថាតើគាត់គឺបានបង្កើតគេតាំងពីកាលហើយគាត់ក៏គិតថាគាត់មិនដឹងសូម្បីតែវិធីមើលក្មេងតើហេតុអីបានគេហៅគាត់ថាម៉ាក់ចឹងប៉ុន្តែពេលហ្នឹងក្មេងប្រុសម្នាក់ហ្នឹងក៏បានស្ទុះមកអោបជើងម៉ាតារ៉នរួមទាំងពោះហ្នឹងក៏បានមករុំជើងម៉ាតារ៉នផងដែរដែលបានហៅគាត់ថាម៉ាក់បើយើងមើលទៅកាន់ភ្នែករបស់ម៉ាតារ៉នហើយយើងនឹងថាគាត់គិតអីធម្មតាដែរក៏បានគិតថាតាមពិតទៅ Gabriel យកខ្លួនប្រាណរបស់ខ្លួនឯងមកភ្នាល់ជាមួយគាត់ហើយឲ្យគាត់នឹងមកទទួលយកក្មេងប្រុសម្នាក់ដែលហៅគាត់ថាម៉ាក់ហើយគាត់ក៏ឆ្ងល់ដែរថាហេតុអ្វីបានជាមានទេវតានៅក្នុងឋាននរកអញ្ចឹងអេដមីនសូមបិទវងកញ្ចក់និយាយបន្តិចបើសិនជាគ្នាយើងមើលឥឡូវហ្នឹងអត់ទាន់យល់បើទាន់ឆ្ងល់ទេអ្នកគ្នាផ្សេងរឿងនឹងប្រាប់យើងម្ដងបន្តិចនៅពេលដែលយើងមើលកាន់តែជ្រៅទៅបិទវងកញ្ចក់ចូលទៅកាន់ផ្សេងរឿងយើងវិញយើងបានឃើញថាមេតារ៉នបានសួរទៅកាន់ម៉ាមុនថាតើផ្ទះរបស់គាត់នៅកន្លែងណាម៉ាមុនក៏បានច្អល់ទៅកាន់រោងភ្នំមួយហើយក៏បានធ្វើការអូសម៉ាតារ៉ននឹងឲ្យទៅតាមគាត់ហើយក៏បានបង្ហាញនៅក្រែរបស់គាត់ផងដែរមេតារ៉នពេលគាត់បានឃើញចឹងក៏បានសួរទៅកាន់ក្មេងប្រុសម្នាក់ហ្នឹងថាតើគេនៅតាមអ្នកឯងទេមែនក្មេងប្រុសម្នាក់ហ្នឹងក៏បានមើលទៅកាន់មុខម៉ាតារ៉នប៉ុន្តែនៅពេលដែលម៉ាតារ៉នមើលទៅកាន់គាត់វិញគាត់បែរជាកលៀសភ្នែកចេញហើយក៏បានចូលមកកាន់នៅជេរសពុតរបស់ម៉ាតារ៉នហើយក៏បានហៅគាត់ថាម៉ាក់ដោយធ្វើទឹកមុខឡើងខ្ជូតបើយើងមើលទៅកាន់មុខម៉ាតារ៉នវិញមិនថាគាត់គិតអីឬក៏និយាយអីទេគាត់គឺនៅតែរក្សាស្នាមញញឹមលើមុខរបស់គាត់រហូតមនុស្សចឹងគួរឲ្យខ្លាចមែនតាអ្នកគ្នាគាត់ក៏បានគិតថាបើសិនជាគាត់គ្មានផោះតាំងទៅប្រាប់ Gabriel ឬយកទៅបង្ហាញ Gabriel ទេនោះ Gabriel នឹងបង្ខំឲ្យគាត់នឹងបើកជើងឲ្យ Gabriel ខានទេមានន័យថាបើសិនជាគាត់អាចយកម៉ាមុនឡើងទៅឋានសួគ៌ដើម្បីបញ្ជាក់ប្រាប់ទៅកាន់ Gabriel បាននោះ Gabriel គឺមិនយល់ព្រមជាមួយគាត់ទេហើយ admin កំពុងតែយល់ថាមិន Gabriel ចង់អាប់ឡើងថប់ក៏មិននេះម៉ាតារ៉នក៏បានគិតសុំទោសទៅកាន់បិតារបស់គាត់ចំពោះអំពើបាបដែលគាត់បានធ្វើគាត់បាននិយាយថាដើមហេតុគ្រប់យ៉ាងគឺមកពី Gabriel ជាតែមានឯក៏ពិតទៅចង់បានខ្លួនគេធ្វើតាមគេខ្លួនឯងសោះបន្ទោសគេគាត់បានស្ទុះចូលទៅចិត្តម៉ាមុនហើយបានប្រាប់គេថាឯងអាចហៅឈ្មោះរបស់ខ្ញុំថា Gabriel ភាគ2យើងគឺបានកាត់ចប់ទៅត្រឹមហ្នឹងហើយអ្នកគ្នាមានអារម្មណ៍ថាវាខ្លីអត់ដោយសាររឿងហ្នឹងមកឆាត់ថាវាគឺខ្លីដែរទេមិនមែនមកពី admin ចង់ធ្វើឲ្យខ្លីទេហើយមិនឆ្ងល់ទេថៃបាទ admin អត់បូកអេពីសូតចូលគ្នាបើសិនជា admin បូកចាស់គ្នាយើងនឹងមើលកាលបានមើលទេ admin ព្យាយាមធ្វើបានในកាន់តែលឿនកាន់តែល្អដោយសារ admin ចង់ឲ្យគ្នាយើងរងចាំហើយណាមួយទៅបើ admin ធ្វើវែងពេកវានឹងចាំយូរអ្នកគ្នាត្រូវការពេលយូរដើម្បីចាំរឿង admin ចុងក្រោយ admin សូមនិយាយបន្តិចបើសិនជាគ្នាយើងមើលហើយកុំភ្លេចចូលចុច like ហើយ comment ហង comment អីក៏បានដែរ admin នឹងអង្គុយអានគ្រប់ comment ទាំងអស់របស់អ្នកគ្នាហើយបើសិនជាអ្នកមកថ្មីកុំភ្លេចជួយចុចជាវមកកាន់ admin ផង
ចាអរគុណបាយបាយអ្នកគ្នាជួបគ្នានៅវីដេអូក្រោយវ៉េអ្នកគ្នាឈប់សិន admin និយាយលេងទេចា admin មានបំណងថាចង់ធ្វើរឿងនេះមួយទៀតតែគ្នាយើងគិតមិនដែរទេសារ admin ឆ្លាញ់សាច់រឿងហ្នឹងហើយ admin គិតថា admin ឈប់ធ្វើរឿងអីគេសត្រូវប្រាជាស្នេហ៍ឯដោយសារ admin បាក់ធ្វើរឿងហ្នឹងខ្លាំងណាមួយទៅ admin ខ្ជិលបកហងដោយសារ admin បកហ្នឹងគឺថាវេទនាជាងស្អីទៀត admin រកឃើញគាត់ថាវាបាក់អញ្ចឹងណាមួយយើងបានសុំការអនុញ្ញាតពីគាត់ផងហ្នឹងចឹង admin គិតថា admin គួរតែធ្វើរឿងនេះវិញសារសាច់រឿងគឺខ្ជូតមែនតើហើយអ្នកគ្នាបែងចែកឲ្យដាច់មួយណាថប់មួយណាបឋមណាចាចឹង admin បាយបាយមែនតើចា